សូមជូនរឿងកូនឆ្មាតូចនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលស្ថិតនៅចន្លោះវាលស្មៅបៃតងនិងភ្នំដ៏ស្អាតបាននាំមកនូវសេចក្តីរីករាយជារៀងរាល់ថ្ងៃនេះកុមារាតារាបានចេញទៅរៀនហើយចាប់ផ្ដើមដើរទៅផ្ទះវិញដើម្បីរីករាយជាមួយពេលរសៀលដ៏កក់ក្ដៅពេលគាត់ទៅជិតដើមឈើដែលមានម្លុំតារាបានកត់សម្គាល់ឃើញកូនឆ្មាតូចមួយក្បាលដេកក្បែរផ្លូវវាបានរងរបួសហើយដេកក្រោមដើមឈើរាងកាយតូចរបស់វាញ័រយ៉ាងស្រទន់តារាបានចាប់កូនឆ្មាដោយដៃទន់ភ្លន់យ៉ាងប្រុងប្រយ័ត្នគាត់ដឹងថាគាត់មិនអាចទុកវាចោលបានទេការមើលថែសត្វតូចគឺជាផ្នែកមួយនៃធម្មជាតិរបស់គាត់មួយជំហានម្ដងតារាបានយកកូនឆ្មាទៅផ្ទះដោយតាំងចិត្តថានឹងជួយវាឲ្យជាសះស្បើយនៅភូមិនេះហាក់មានភាពស្ងប់ស្ងាត់ទៅវិញហើយដូចជាអបអរចំពោះសេចក្តីសប្បុរសរបស់តារានៅល្ងាចនោះតារាបញ្ចប់កិច្ចការផ្ទះហើយអង្គុយក្បែរកូនឆ្មានៅក្នុងពន្លឺដែលស្ងប់ស្ងាត់នៃដៃលេងគាត់ដឹងថាភាពសប្បាយរីករាយមិនតែងតែខ្លាំងឬច្រើនទេខ្លះវាត្រូវបានរកឃើញនៅក្នុងទង្វើតូចតាចនៃការថែទាំ